បាទសួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបដាក់ស្មៅឲ្យកតោបស៊ីបងប្អូនដែលវាមានអត្ថប្រយោជន៍ច្រើនទី1មិនឲ្យកតោបយើងងាប់ទី2មិនឲ្យចង្អៀតធុងទី3នោះវាចំណេញបងប្អូនចាំបងប្អូនទៅមើលខ្ញុំធ្វើទាំងអស់គ្នាបងប្អូនដំបូងយើងកុំដាក់ទាំងដើមបងប្អូនណាយើងបកស្លឹកវាចឹងមកបងប្អូនបកយកស្លឹកវាបានហើយបងប្អូនបកស្លឹកចឹងមកបងប្អូនយើងបកស្លឹកចឹងមកអញ្ចឹងយើងបកដល់ស្លឹកចឹងហើយយើងយកទៅដាក់ឲ្យវាស៊ីគឺវាស្រាលដល់ពេលយើងបោះទៅវាអត់ប៉ះកដោបវាងាប់ទេបងប្អូនហើយទី3នោះវាអត់សូវចង្អៀតធុងយើងទី4វាស៊ីនេះទាំងអាស្លឹកនេះបងប្អូនទាំងអាកលវាហ្នឹងវាស៊ីអស់អញ្ចឹងវាចំណេញយើងបងប្អូនបាទវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីទៀតដែលខ្ញុំមានកលឹះថ្មីខ្ញុំថតផ្ញើជូនបងប្អូនអញ្ចឹងបងប្អូនបាទសូមអរគុណបងប្អូន